តើប្រេតរស់នៅក្នុងឋាននរកឬក៏មិនមែនបាទជំរាបសួរប្រិយមិត្តដែលកំពុងតែស្ដាប់ទាំងអស់គ្នានៅក្នុងទំព័ររឿងខ្មោច Channel YouTube រឿងខ្មោចនេះគឺជាភាគទី1នៃការចាប់ផ្ដើមឡើងវិញរបស់រឿងខ្មោចខ្ញុំបាទលើកយកអំពីប្រេតមកបកស្រាយចែកជូនបងប្អូនទាំងអស់គ្នាឲ្យបានជាទីសន្តាប់និងជាការយល់ដឹងមួយនិងឲ្យអស់ចម្ងល់របស់បងប្អូនមួយចំនួនដែលគាត់មានការងឿងឆ្ងល់ផងដែរបងប្អូនជាច្រើនតែងតែគិតថាប្រេតរស់នៅក្នុងឋាននរកត្រូវទារុណកម្មក្នុងឋាននរកគ្រប់គ្រងដោយពួកយមរាជឬក៏ពួកយមបាលដោយសំអាងលើជំនឿតពីបុរាណមកជាក់ស្ដែងដូចជាមានការធ្វើពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីខ្មែរឲ្យទៅដល់ខែបាទឲ្យទៅដល់ខែភក្ត្របុត្រអីចឹងណាចាប់ផ្ដើមមានការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌហើយបងប្អូនតែងតែឮមកថាឲ្យទៅដល់វេលាភ្ជុំបិណ្ឌគឺដូនតាត្រូវបានគេដោះលែងហើយដូនតានោះគឺជាពពួកប្រេតគឺជាសាច់ញាតិរបស់យើងដែលបានចែកឋានទៅដែលគាត់បានស្លាប់ទៅហ្នឹងណាទៅកើតជាប្រេតត្រូវបានដោះលែងពីឋាននរកឲ្យមកទទួលយកនៅអាហារភោជនដែលសាច់ញាតិរបស់ខ្លួនហ្នឹងធ្វើដាក់ឲ្យអញ្ចឹង admin សូមឆ្លើយនៅសំណួរដែលបានចោទសួរពីខាងដើមថាមានប្រេតខ្លះគឺពិតជានៅក្នុងឋាននរកពិតមែនបាទអញ្ចឹងប្រេតមានច្រើនប្រភេទណាស់បងប្អូនប៉ុន្តែវាមិនដូចអ្វីដែលយើងធ្លាប់ដឹងមកនោះទេអ្វីដែលយើងធ្លាប់ដឹងមកនោះគឺថាញាតិរបស់យើងដែលកើតជាប្រេតបានរងទុក្ខវេទនានៅឋាននរកដល់វេលាបុណ្យភ្ជុំបិណ្ឌត្រូវបានយមរាជយមបាលដោះលែងឲ្យមករយៈពេល15ថ្ងៃអញ្ចឹងទៅប៉ុន្តែអ្វីទាំងអស់ហ្នឹងវាមិនមែនជាការពិតនោះទេអាហ្នឹងខ្ញុំសូមច្រានចោលហើយសំអាងលើធម៌របស់ព្រះពុទ្ធបាទនេះគឺចេញមកពីក្នុងគម្ពីរធម៌របស់ព្រះពុទ្ធតែម្ដងនៅក្នុងគម្ពីរធម៌ព្រះពុទ្ធគឺមិនបាននិយាយអំពីរឿងរ៉ាវទាំងអស់ហ្នឹងទេហើយវាក៏ជាការផ្ទុយអំពីការពិតដែលបានចែងនៅក្នុងធម៌ព្រះពុទ្ធផងដែរបាទអញ្ចឹងចូលមកដល់ប្រធានបទរបស់យើងបន្តទៀតប្រេតតាមការពិតទៅគឺប្រេតមានច្រើនបែបច្រើនយ៉ាងណាអត់មានបាននិយាយមិញថាមានប្រេតខ្លះពិតជានៅក្នុងឋាននរកបាទអញ្ចឹងប្រេតមានច្រើនប្រភេទណាបងប្អូនប្រេតដែលរស់នៅក្នុងឋាននរកនឹងជាកំណើតប្រេតម្យ៉ាងដែលសោយនៅទុក្ខផងសោយនៅសេចក្តីសុខផងបានន័យថាប្រេតហ្នឹងគឺជាពាក់កណ្ដាលទេវតានិងពាក់កណ្ដាលប្រេតបាទហើយប្រេតនោះគឺគេហៅថាយមរាជបាទពោពេញទៅដោយកំហឹងកាលណាដែលនៅក្នុងឋាននរកជាយមរាជហ្នឹងណាពោពេញទៅដោយកំហឹងបានធ្វើទារុណកម្មពួកសត្វនរកផ្សេងបាទធម្មជាតិដែលតាក់តែងមកកំណើតដែលផ្ដល់ឲ្យនៅប្រេតប្រភេទហ្នឹងគឺផ្ដល់ឲ្យនៅកំហឹងពោពេញទៅដោយការខឹងសម្បាចូលចិត្តសម្លាប់ចូលចិត្តប្រហារធ្វើទារុណកម្មពពួកសត្វនរកអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវយល់មួយចំណុចទៀតថាសត្វនរកហើយនឹងប្រេតគឺជាប្រភេទខុសគ្នាបាទអញ្ចឹងសត្វនរកគឺជាកំណើតម្យ៉ាងដែលកើតនៅក្នុងឋាននរករងទុក្ខវេទនាដោយអំណាចនៃផលបាបដែលខ្លួនសាងកាលពីនៅជាមនុស្សលោកបាទកាលពីនៅរស់បាទអញ្ចឹងហើយគាត់បានទៅកើតក្នុងឋាននរកជាកំណើតរបស់ពួកគាត់អញ្ចឹងពពួកប្រេតជាច្រើនមិនបានរស់នៅក្នុងឋាននរកនោះទេបាទមានតែប្រេតដែលជាពាក់កណ្ដាលទេវតានិងពាក់កណ្ដាលជាប្រេតនឹងតែប៉ុណ្ណោះដែលរស់នៅក្នុងឋាននរកចំពោះប្រេតដតីទៀតគឺរស់នៅលោកឡំច្របោកច្របល់ជាមួយនឹងមនុស្សលោកយើងចំណែកឯប្រេតខ្លះទៀតរស់នៅព្រៃជ្រៅរស់នៅលើកោះរស់នៅកន្លែងស្ងប់ស្ងាត់អញ្ចឹងប្រេតមានច្រើនបែបច្រើនយ៉ាងណាស់បងប្អូនប៉ុន្តែមានប្រភេទប្រេតដែលរស់នៅលាយឡំជាមួយនឹងមនុស្សយើងគ្រាន់តែមនុស្សយើងនឹងឯងមើលមិនឃើញបាទអ
ចឹងពួកហ្នឹងគឺអត់អាចបង្ហាញខ្លួនឲ្យយើងឃើញទេជាកំណើតដែលរងទុក្ខវេទនាអត់ឃ្លានមានរូបកាយអាក្រក់មានក្លិនអាសោចអញ្ចឹងដោយដែលបានបកស្រាយបញ្យលពីដំបូងអញ្ចឹងអ្វីដែលយើងធ្លាប់ដឹងមកតាំងពីមុនមកយើងតែងតែគិតថាអូញាតិការបស់យើងដែលជាប្រែតហ្នឹងត្រូវរស់នៅក្នុងឋាននរកដោយការឃុំឃាំងអញ្ចឹងបងប្អូនកុំយល់ច្រឡំជាមួយនឹងសត្វនរកហើយនឹងប្រែតបាទមិនដូចការដែលយើងធ្លាប់ដឹងនោះទេមានតែប្រភេទប្រែតម្យ៉ាងតែប៉ុណ្ណោះដែលរស់នៅក្នុងឋាននរកប៉ុន្តែដោយអំណាចនៃបាបកម្មហ្នឹងបានកំណត់តាក់តែងឲ្យប្រែតម្យ៉ាងហ្នឹងគឺពោពេញទៅដោយកំហឹងមានរូបកាយថតក្រអាញដោះរោមចិត្តខ្លួនជាងទៅមុខមាត់កាចសាហាវពេលដែលនៅក្នុងភាពជាយមរាជហ្នឹងរូបរាងហ្នឹងថតដោះរោមចិត្តខ្លួនបាទប៉ុន្តែក្នុងចិត្តពោពេញទៅដោយកំហឹងជាអ្នកដែលធ្វើទារុណកម្មសត្វនរកផ្សេងគឺធ្វើបាបនៅសត្វនរកផ្សេងដូចជានិយាយរួមទៅដូចជាតួនាទីរបស់គាត់ជាអ្នកធ្វើបាបដាក់ទារុណកម្មលើសត្វនរកអញ្ចឹងប៉ុន្តែដល់វេលាគឺគាត់នឹងក្លាយទៅជាទេវតាមានរូបកាយស្អាតរស់នៅក្នុងឋានសួគ៌អញ្ចឹងប្រែតហ្នឹងរស់នៅចល័តនៅក្នុងឋាននរកផងនៅក្នុងឋានសួគ៌ផងបាទគឺថាប្រែតមួយហ្នឹងសោយនៅបុណ្យផងសោយនៅបាបផងបាបដែលគាត់សាហ្នឹងបានឲ្យគាត់ទៅកើតជាប្រែតហៅថាយមរាជធ្វើទារុណកម្មទៅកាន់សត្វនរកបុណ្យដែលគាត់ធ្វើឡើងហ្នឹងបានឲ្យផលគាត់កើតជាទេវតាបានន័យថាចែកពេលគ្នាដូចថាកន្លះថ្ងៃជាយមរាជហ្នឹងហើយកន្លះថ្ងៃទៀតជាទេវតាអញ្ចឹងទៅហ្នឹងប្រែតម្យ៉ាងហ្នឹងគឺរស់នៅក្នុងឋាននរកធ្វើទារុណកម្មដល់សត្វនរកប៉ុន្តែប្រែតផ្សេងទៀតគឺរស់នៅលើភពផែនដីបាទខ្លះទៅក៏នៅក្នុងព្រៃជ្រៅខ្លះទៅក៏រស់នៅច្របូកច្របល់ជាមួយនឹងមនុស្សហើយពាក្យថាប្រែតមួយម៉ាត់នេះគឺមិនមែនជាប្រភេទដែលជាកំណើតសុខសាន្តទេគឺតែងតែរងទុក្ខវេទនាប្រែតខ្លះទៅក៏ទទួលរងភាពអត់ឃ្លានប្រែតខ្លះទៅក៏មានរូបកាយអាក្រក់បាទប្រែតភាគច្រើនគឺរូបកាយអាក្រក់តែម្ដងបាទហើយប្រែតខ្លះក៏ជាប្រែតដែលមានរូបរាងសង្ហាស្អាតដូចជាទេវបុត្រដែរប៉ុន្តែស្អាតតែរូបទេពោពេញទៅដោយភាពអត់ឃ្លានបាទរូបឆោមស្អាតប៉ុន្តែឃ្លានអត់ឈប់ស៊ីក៏មិនចេះឆ្អែតអីចឹងទៅបាទអញ្ចឹងប្រែតហ្នឹងគឺមានរូបរាងខុសៗគ្នាដោយអំណាចនៃកម្មដែលតាក់តែងនឹងមិនមែនតតែដល់រដូវកាន់បិណ្ឌបន់ភ្ជុំបិណ្ឌហ្នឹងទៅមានយមបាលយមរាជដោះលែងនោះទេអត់ទេបាទអត់មានប្រែតឯណាជាច្រើនត្រូវបានឃុំឃាំងនៅក្នុងឋាននរកទេមានតែប្រែតដែលកើតជាយមរាជហើយដាក់ទោសទៅកាន់ពពួកសត្វនរកផ្សេងអញ្ចឹងបាទចំពោះប្រែតប្រភេទផ្សេងទៀតគឺរស់នៅលើភពផែនដីយើងនឹងឯងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាជ្រាបត្រង់ចំណុចនេះការដែលខ្ញុំបានរៀបរាប់បញ្យលនេះអាចនឹងមានការទាស់ចិត្តអំពីបងប្អូនខ្លះដែលគាត់មានជំនឿជាយូរយារណាស់មកហើយតាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌខ្ញុំអត់បដិសេធចំពោះពិធីបុណ្យកាន់បិណ្ឌទេពិធីបុណ្យកាន់បិណ្ឌយើងប្រារព្ធឡើងដោយក្តីជ្រះថ្លាហើយក៏យើងទាំងអស់គ្នាគឺមិនអាចខកខានក្នុងការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនឹងទេមិនមែនថាបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនឹងយើងធ្វើទៅអត់ប្រយោជន៍ទេបើសិនជាវាដូចអ្វីដែលខ្ញុំនិយាយហ្នឹងមិនបាច់តែធ្វើបុណ្យភ្ជុំបិណ្ឌទេអញ្ចឹងគឺគិតខុសហើយដល់វេលាដល់រដូវកាលយើងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌយើងធ្វើទៅគឺបានបុណ្យកុសលជូនញាតិរបស់យើងដូចគ្នាប៉ុន្តែយើងត្រូវតែយល់ឲ្យដឹងការពិតមួយថាពពួកញាតិរបស់យើងដែលកើតក្នុងកំណើតជាប្រែតហ្នឹងមិនត្រូវបានឃុំឃាំងនៅក្នុងឋាននរកទេបាទពពួកប្រែតជាច្រើនប្រភេទរស់នៅជាមួយនឹងមនុស្សលោកយើងគ្រាន់តែយើងមើលមិនឃើញមានរូបរាងផ្សេងសោយទុក្ខសោយវិបាកកម្មផ្សេងគ្នាបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានយល់នៅត្រង់ចំណុចនេះជួនកាលយើងជួបប្រទះនៅប្រែតប៉ុន្តែយើងអត់ដឹងថាអ្វីដែលយើងឃើញហ្នឹងគឺជាប្រែតទេយើងអាចគិតឃើញថាអូអ្វីដែលយើងបានឃើញហ្នឹងវាជាខ្មោចលងអញ្ចឹងយើងភ័យខ្លាចទាំងដែលជាការពិតហ្នឹងគឺជាប្រែតបាទអញ្ចឹងបើនិយាយចូលដល់រឿងខ្មោចហ្នឹងគឺប្រហែលជាអាចនឹងច្បោកច្បល់វល់បងប្អូនប្រហែលជាពិបាកយល់អញ្ចឹងខ្ញុំនឹងលើកយកនៅវីដេអូក្រោយៗទៀតប៉ុន្តែខ្ញុំនឹងបញ្យល់ខ្លះត្រង់ចំណុចនេះបាទតកតងនឹងយើងឃើញប្រែតហើយយើង
គិតថាជាខ្មោចបាទតាមការពិតពាក្យថាខ្មោចមួយម៉ាត់ហ្នឹងបើយើងនិយាយឲ្យត្រូវន័យហ្មងបងប្អូនពាក្យថាខ្មោចមួយម៉ាត់ហ្នឹងគឺវាគួបផ្សំបូកចូលគ្នារវាងពួកអមនុស្សផ្សេងបូកទាំងប្រែតបូកទាំងអរិយទឹកបូកទាំងពពួកវិញ្ញាណកំណើតផ្សេងដែលជាអមនុស្សហ្នឹងណាចូលគ្នាអាហ្នឹងយើងសំដៅថាជាខ្មោចទៅព្រោះអីយើងក្រឡេកឃើញយើងឃើញការនិមិត្តឡើងរបស់ពពួកអស់ហ្នឹងណាដែលបង្ហាញឲ្យយើងឃើញហ្នឹងវាបង្កើតនៅភាពភ័យខ្លាចដល់យើងបាទអ្នកណាក៏ដោយអត់បានឃើញយើងមិនដែលគិតថាអ្វីដែលយើងបានឃើញនេះជាប្រែតហើយយើងក៏មិនគិតយល់ភ្លាមទេចំពោះអ្នកដែលគេដឹងក៏ដោយពាក្យថាខ្មោចមួយម៉ាត់ហ្នឹងគឺយើងសំដៅទាំងអស់អ្វីដែលជាអមនុស្សហ្នឹងសំដៅលើប្រែតសំដៅលើវិញ្ញាណព្រាយអសុរកាយពួកភូតផ្សេងហ្នឹងបាទអញ្ចឹងព្រោះអីព្រោះថានៅពេលដែលយើងបានឃើញការបង្ហាញខ្លួនឡើងរបស់ពួកប្រែតហ្នឹងឬក៏ពួកទេវតាឬក៏ពួកអមនុស្សផ្សេងក្នុងចិត្តយើងគិតឃើញថាជាខ្មោចមុនគេបាទអញ្ចឹងពាក្យខ្មោចគឺជាពាក្យរបស់ខ្មែរហើយពាក្យថាអសុរកាយពាក្យថាប្រែតពាក្យថាភូតអីហ្នឹងគឺជាពាក្យក្នុងភាសាបាលីដែលយើងសំដៅទៅក្នុងកំណើតផ្សេងប៉ុន្តែពាក្យថាខ្មោចមួយម៉ាត់នេះគឺជាពាក្យរបស់ខ្មែរយើងដែលសំដៅទៅលើពពួកវិញ្ញាណពពួកអមនុស្សដែលបង្ហាញឲ្យយើងឃើញពាក្យថាខ្មោចមួយម៉ាត់ហ្នឹងណាជួនកាលយើងឃើញទេវតាបាទទោះបីជាទេវតានឹងបង្ហាញខ្លួនក្នុងរូបភាពអាក្រក់ឬក៏ក្នុងរូបភាពល្អក៏ដោយគឺយើងតែងតែគិតថាខ្មោចមុនគេហើយបងប្អូនហ្នឹងហើយឡើយបងប្អូនយល់ឃើញដូចខ្ញុំដែរឬអត់ពាក្យថាខ្មោចហ្នឹងគឺជាពាក្យខ្មែរយើងដែលសំដៅទៅលើពួកអមនុស្សដែលបង្ហាញលោមន្លាចឬក៏បង្ហាញឲ្យឃើញជាងការមិនមែនជាការលោមន្លាចទេអ្វីដែលយើងឃើញពួកអមនុស្សហ្នឹងណាយើងតែងហៅថាជាខ្មោចសង្ខេបបញ្យល់បន្ថែមពីខាងដើមមកគឺចង់ឲ្យបងប្អូនបានដឹងថាពពួកប្រែតទាំងឡាយជាច្រើនហ្នឹងគឺមិនត្រូវបានឃុំខ្លួនឃុំឃាំងទទួលទារុណកម្មនៅក្នុងឋាននរកទេតាមការពិតនៅឋាននរកហ្នឹងគឺមានសត្វនរកផ្សេងបាទមិនមែនជាប្រែតទេគឺជាប្រភេទសត្វនរកបងប្អូនទៅវត្តចូលក្នុងវិហារឃើញរូបគំនូរតាមជញ្ជាំងវិហារដែលគេគូនៅតាមដែលគេគូអំពីឋាននរកហ្នឹងឃើញហើយនឹងជាសត្វនរកខ្លះទៅក៏ចូលក្នុងផ្ទះខ្លាញ់ខ្លះទៅក៏ឡើងដើមរកាដែរខ្លះទៅក៏ចូលក្នុងភ្នក់ភ្លើងឆេះរលរៀលអីចឹងទៅនឹងជាប្រភេទសត្វនរកគ្មានប្រែតដែលត្រូវបានធ្វើទារុណកម្មនៅក្នុងឋាននរកទេផ្ទុយទៅវិញគឺមានតែប្រែតប៉ុណ្ណោះដែលធ្វើទារុណកម្មលើសត្វនរកដូចជាទូនីតិរបស់គាត់ចឹងណាកំណើតរបស់គាត់ដែលកើតទៅជាប្រែតម្យ៉ាងហ្នឹងគឺចាំតែដាក់ទារុណកម្មសត្វនរកតែម្ដងគឺបណ្ដាលចិត្តរបស់គាត់ហ្នឹងឲ្យខឹងឲ្យចូលចិត្តក្នុងការសម្លាប់កាប់ចាក់អីចឹងបាទហ្នឹងគឺជាប្រភេទប្រែតម្យ៉ាងហ្នឹងមិនមែនថាប្រែតទាំងអស់គឺនៅក្នុងឋាននរកទេតាមការពិតពពួកប្រែតហ្នឹងគឺរស់នៅជាមួយនឹងពិភពមនុស្សយើងហើយយើងមើលអត់ឃើញហើយពពួកប្រែតទាំងឡាយជាច្រើនហ្នឹងគឺពោពេញទៅដោយភាពអត់ឃ្លានហើយស៊ីអត់ចេះឆ្អែតទេបាទពពួកប្រែតជាច្រើនហ្នឹងវាចូលចិត្តស៊ីនៅមានប្រែតខ្លះហ្នឹងគឺស៊ីសាកសពស្អុយរលួយបាទប្រែតខ្លះទៀតហ្នឹងស៊ីនៅកំហាកទឹកមាត់ទឹកខ្ទុះទឹកឈាមបាទរាល់ពេលដែលយើងស្ដោះខាកពីសវិសការនៅលើដីហ្នឹងតែងតែមានពួកប្រែតជាច្រើនបញ័យគ្នាស៊ីដណ្ដើមគ្នាស៊ីយើងមើលឃើញមែនណាបងប្អូនជាការពិតតែម្ដងរាល់ពេលដែលបងប្អូនហ្នឹងកំពុងតែខាកស្ដោះទឹកមាត់ឬក៏មានខ្ទុះឈាមទឹករងៃចេញពីដំបៅអីហ្នឹងគឺសុទ្ធតែមានពពួកប្រែតចាំដណ្ដើមគ្នាប្រញ័យគ្នាស៊ីយើងមើលឃើញហើយបងប្អូនឆ្ងល់ថាបើដណ្ដើមគ្នាស៊ីមិនក៏ទឹកមាត់ទឹកកំហាកហ្នឹងវាមិនអស់វាមិនបាត់អញ្ចឹងហ្នឹងខ្ញុំមិនដឹងខ្ញុំមិនយល់ត្រង់ចំណុចហ្នឹងដែរប៉ុន្តែតាមដែលខ្ញុំបានដឹងមកតាមគម្ពីរតាមសិភៅក្នុងពុទ្ធសាសនាបានបញ្យល់ណាបងប្អូនគឺអញ្ចឹងឯងបាទគឺពពួកហ្នឹងគឺចូលចិត្តមិនមែនចូលចិត្តទេប៉ុន្តែកំណើតប្រែតហ្នឹងគឺតម្រូវឲ្យស៊ីរបស់អស់ហ្នឹងដោយសារអីដោយសារតែបាបកម្ម
ពីជាតិបាបកម្មការពីនៅរស់ធ្វើបាបកម្មផ្សេងមានការហូតកុហកគេលួចគេប្រវាញ់គេអីហ្នឹងបងប្អូនគឺទៅកើតជាប្រែតហ្នឹងណាបាទអញ្ចឹងអត់ឃ្លានហើយស៊ីបានតែរបស់ស្មោកគ្រោកនឹងទេបាទស៊ីបានតែរបស់គួរឲ្យខ្ពើមរអើមនឹងទេអត់អាចហូបនៅអាហារភោជនដែលប្រណិតល្អហ្នឹងបានទេអត់អាចហូបផ្ទាល់នៅលើចានត្រឹមត្រូវមានម្ហូបអាហារអនាម័យអីហូបបានអីនោះទេបាទការហូបចុកនៅខ្ទុះឈាមនឹងទៀតសោតបងប្អូនការហូបចុកនៅខ្ទុះឈាមនឹងទៀតសោតក៏ហូបមិនឆ្អែតដែរឃ្លានហូបមិនដែលឆ្អែតយ៉ាងម៉េចពោពេញទៅដោយភាពស្រែកឃ្លានចង់ទទួលទានចង់បរិភោគអាហារឆ្ងាញ់ណាស់ប៉ុន្តែបរិភោគមិនបានអញ្ចឹងត្រង់ចំណុចមួយតាក់ទងនឹងបុណ្យភ្ជុំបិណ្ឌណាបងប្អូនហេតុអីបានជាបព្វបុរសដូនតាខ្មែរយើងបានព្រួយផ្ដើមធ្វើពិធីបុណ្យភ្ជុំបិណ្ឌហ្នឹងតម្រូវឲ្យបោះនៅពំនូតបាយបិណ្ឌដែលយើងលុញមូហ្នឹងទៅដីហេតុអីបានជាមិនដាក់ក្នុងចានឲ្យត្រឹមត្រូវទៅដោយសារត្រង់ចំណុចហ្នឹងបងប្អូនដោយសារតែគាត់យល់ឃើញថាពួកប្រែតហ្នឹងណាมันអាចទទួលយកនៅអាហារដែលយើងរៀបចំឲ្យត្រឹមត្រូវអនាម័យបានទេតើតែអាហារទាំងអស់ហ្នឹងវាប្រែคล้ายទៅជាស្មោកគ្រោកប្រែคล้ายទៅជាលែងល្អហើយទៅពួកប្រែតបរិភោគបានបាទហូបបានតាមក៏ពិតទៅបនភ្ជុំបិណ្ឌដោយតែខ្ញុំបានប្រាប់ពីខាងដើមអញ្ចឹងបងប្អូនទោះបីជាបងប្អូនយល់ថាប្រែតមិនត្រូវបានឃុំឃាំងមិនត្រូវបានដោះលែងតែ15ថ្ងៃបងប្អូនក៏នៅតែបន្តធ្វើបន់ភ្ជុំបិណ្ឌទៅព្រោះអីបន់ហ្នឹងគឺធ្វើនៅតែបានផលបាទបើទោះបីជាពពួកប្រែតហ្នឹងមិនមែនមានកំណត់ដែលចេញមកបានត្រឹម15ថ្ងៃក៏អាបាយដំណើបដែលយើងបោះទៅហ្នឹងក៏បានទៅដល់ពពួកសត្វផ្សេងសត្វប្រែតអីដែរបាទដែលវាคล้ายទៅជាអាហារដែលលែងល្អហ្នឹងត្រូវទឹកភ្លៀងដុះផ្សិតផ្អួរស្អុយរលួយអីហ្នឹងពួកសត្វប្រែតអាចទទួលយកបានប៉ុន្តែហូបមិនចេះឆ្អែតទេបរិភោគមិនចេះឆ្អែតទេប៉ុន្តែពួកគាត់អាចហូបបានដោយសារតែអញ្ចឹងបាទទោះបីជានៃខ្លឹមសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌហ្នឹងបានបញ្យល់ខុសត្រង់ចំណុចដែលថាប្រែតនៅក្នុងនរុហ្នឹងក្តីប៉ុន្តែការប្រារព្ធបុណ្យភ្ជុំបិណ្ឌហ្នឹងគឺមិនខុសទោះអីទេបាទអញ្ចឹងប្រែតមួយគឺមានរូបរាងខុសគ្នាមានរូបរាងគួរឲ្យខ្លាចហើយបើសិនជាមនុស្សយើងឃើញបានឃើញប្រកាសជាភ័យខ្លាចប្រកាសជារត់ចែកជើងហើយបាទពពួកប្រែតខ្លះហ្នឹងគឺអត់ហ៊ានរស់នៅច្បោកច្បល់ជាមួយនឹងមនុស្សលោកយើងទេពពួកប្រែតខ្លះគឺរស់នៅក្នុងព្រៃជ្រៅបាទព្រៃស្ងាត់ឯណោះអញ្ចឹងការដែលរៀបរាប់មកនេះចង់ឲ្យបងប្អូនបានស្វែងយល់បានដឹងអំពីរឿងរ៉ាវដែលជាប់តាក់ទងនឹងប្រែតអញ្ចឹងណាហៅឲ្យចំហ្នឹងគេហៅថាបេតបុគ្គលហ្នឹងហើយហ្នឹងគឺជាពពួកសត្វប្រែតដែលកើតឡើងដោយអំណាចនៃបាបកម្មផលបាបហ្នឹងវាតាក់តែងឲ្យបុគ្គលម្នាក់ហ្នឹងក្រោយអំពីស្លាប់ទៅកើតជាប្រែតហើយប្រែតហ្នឹងគឺមិនត្រូវបានទទួលរងទារុណកម្មនៅក្នុងឋាននរកទេប្រែតហ្នឹងគឺរស់នៅច្របូកច្របល់លើភពផែនដីយើងនឹងឯងបាទអញ្ចឹងបងប្អូនយល់ត្រង់ចំណុចហ្នឹងទៅហើយប្រែតហ្នឹងគឺបូកក្នុងពពួកខ្មោចបាទដែលខ្ញុំក្តោបនៃពាក្យថាខ្មោចហ្នឹងណាបាទតែយើងឃើញប្រែតយើងគិតថាជាខ្មោចអញ្ចឹងក៏ត្រូវដែរដោយសារអីដោយសារតែពាក្យថាខ្មោចហ្នឹងគឺជាពាក្យខ្មែរយើងហើយពាក្យថាប្រែតហ្នឹងគឺជាពាក្យក្នុងភាសាបាលីដែលគេកត់សម្គាល់ទៅលើសត្វមួយប្រភេទដែលជាប្រែតហ្នឹងបាទហើយក្នុងវីដេអូហ្នឹងគឺប្រធានបទយើងគឺនិយាយអំពីប្រែតហ្នឹងឯង